ពាក្យទី1 increase increase អានថា increase បាទអានតាមខ្ញុំ increase increase បកប្រែថាបង្កើនអូខេហើយ increase ផ្ទុយជាមួយនឹងពាក្យ reduce អានថា reduce reduce អាន reduce ចឹងទៅអូខេបកប្រែថាកាត់បន្ថយឬក៏បន្ថយអូខេអញ្ចឹងបកប្រែថាបន្ថយឬក៏កាត់បន្ថយហ្នឹងបន្ថយល្បឿនក៏បានបន្ថយចំនួនក៏បានបន្ថយកម្លាំងក៏បានបន្ថយចំនួនលុយក៏បានដែរណា increase ក៏ដូចគ្នាដែរតាមពិតតាមពាក្យ increase ហ្នឹងផ្ទុយជាមួយនឹងពាក្យ decrease ប៉ុន្តែដោយសារខ្ញុំចង់លើកពាក្យ reduce នេះមកដើម្បីឲ្យវាមានភាពផ្សេងគ្នាបានចេះពាក្យផ្សេងក្រៅពី increase និង decrease ពាក្យផ្ទុយធម្មតារបស់វាគឺ increase និង decrease បកប្រែថា increase បកប្រែថាបង្កើនឬក៏បន្ថែមចំណែក decrease បកប្រែថាបន្ថយឬក៏កាត់បន្ថយអូខេហើយ reduce និង decrease គឺដូចគ្នានឹងទៅមុខទៀតពាក្យ plan អានថា plan សំឡេង t ចុងក្រោយ plant អានថា plant ផជាង low plus add a no plant ប៉ុន្តែមិនបញ្ចេញសំឡេង t ក៏បានដែរអានថា plant ប៉ុន្តែបញ្ចេញសំឡេង t បានល្អព្រោះភាសាដើមរបស់គេគឺមានសំឡេង t នៅខាងក្រោយ plant គឺដាំណាមានដាំដើមឈើអញ្ចឹងទៅអូខេផ្ទុយជាមួយនឹងពាក្យ harvest អានថា harvest មាន t ជាងក្រោយដែរ harvest បកប្រែថាប្រមូលផលបាទប្រមូលផលគឺដូចជាច្រូតស្រូវគេហៅថាប្រមូលផលបេះផ្លែឈើក៏ដែលដំណាំដាំដុះយើងដាំក៏ប្រមូលផលយើងដាំស្ពៃដាំអីដាំខ្ទឹមដាំអីដែលយើងត្រូវដកវាទៅលក់គេហៅថាប្រមូលផលអញ្ចឹង harvest ផ្ទុយនឹងពាក្យ plan បកប្រែថា plan បកប្រែថាដាំចំណែកឯ harvest បកប្រែថាប្រមូលផល export អានថា export បកប្រែថានាំចេញអូខេនាំចេញគឺដឹកទំនិញដែលនាំចេញពីប្រទេសកម្ពុជាទៅលក់នៅប្រទេសផ្សេងគេហៅថា export product អូខេអញ្ចឹងប្រទេសកម្ពុជានាំទំនិញទៅប្រទេសថៃអញ្ចឹង Cambodia export the product to Thailand អញ្ចឹងទៅជាមួយនឹង import អានថា import បាទបើថានាំចូលអញ្ចឹងទៅចេញមកក្រោយអូខេអញ្ចឹងនាំទំនិញឬក៏នាំផលិតផលពីប្រទេសគេមកប្រទេសកម្ពុជាអញ្ចឹងនាំចូលអូខេអញ្ចឹង export បកប្រែថានាំចេញចំណែក import បកប្រែថានាំចូលអូខេអញ្ចឹងប្រទេសនីមួយៗតែងតែមានការនាំចេញផលិតផលពីប្រទេសរបស់ខ្លួនទៅប្រទេសគេនិងពីប្រទេសគេមកប្រទេសកម្ពុជាយើងប្រទេសកម្ពុជាយើងនាំចេញស្រូវនាំចេញខោអាវតែនាំចូលមកវិញនៅរថយន្តនាំចូលមកនៅទូរស័ព្ទដៃឧទាហរណ៍អីចឹងទៅអូខេអញ្ចឹងនាំចេញគឺ export នាំចូលគឺ import stress បកប្រែថាតានតឹងតានតឹងឬក៏មានអារម្មណ៍ថាពិបាកក្នុងខ្លួនអញ្ចឹងពេលដែលធ្វើការហត់អីចឹងអញ្ចឹង stress អូខេអានថា stress ផ្ទុយជាមួយនឹងពាក្យ relax បាទ relax អានសំឡេងសឹកចុងក្រោយប៉ុន្តែអានធម្មតាក៏បានដែរ relax ឬក៏ relax អូខេ relax បកប្រែថាធូរខ្លួនឬក៏ស្រួលខ្លួនឬក៏មានអារម្មណ៍ថាលំហែឧបមាថាយើងកំពុងតែតានតឹងហើយយើងចេញទៅក្រៅផ្ទះឬយើងមើលទេសភាពខាងក្រៅមានអារម្មណ៍ថាដូចធូរស្រាលមួយយ៉ាងដែរគឺមានអារម្មណ៍ថា relax ហើយនឹងមួយទៀតពេលដែលយើងទៅអង្គុយលេងញ៉ាំកាហ្វេដោយអូននឹងកំពុងតែគេងលើរឹងហ្នឹងវា relax មែនតើមិនថាគាត់មានអារម្មណ៍ថាអូស្រួលខ្លួនដោយអត់មានខ្វល់រឿងអីសោះហ្មងណាអត់មានគិតពិបាកតានតឹងត្រូវគិតថាធ្វើម៉េចអីទេគឺគិតថាតាមតាណាអូខេ spend អានថា spend អានតាមខ្ញុំ spend អូខេអញ្ចឹង spend បកប្រែថាចាយឬក៏ចំណាយអូខេ
ឃើញបរិះនឹងប្រហែលអ្នកនឹងចាយទិញអានេះទិញអានោះសម្បើមតែម្ដងគេហៅចឹង spend មកបែរថាចាយឬក៏ចំណាយផ្ទុយជាមួយនឹងពាក្យ save អានថា save ឬក៏ save បាទអានថា save បាទ save ប្រែថាសន្សំឬក៏សន្សំសំចៃអូខេអញ្ចឹងឃើញអូននឹងសន្សំលុយទុកទៅអីដាក់កូនជ្រូករាល់ថ្ងៃអូខេអញ្ចឹង spend ផ្ទុយជាមួយនឹង save ចាយចំណាយផ្ទុយនឹងពាក្យសន្សំសំចៃ found អានថា found បើប្រែថារកឃើញណារកឃើញក្រោយពីបាត់អូខេអញ្ចឹងមើលពូនឹងក៏រកឃើញនឹងជៀនរបស់គាត់ណាទៅឃើញគាត់អមមែនតើអូខេផ្ទុយជាមួយនឹងពាក្យ lost អូខេអានថា lost បើប្រែថាបាត់អូខេមើលអ្នកស្រីនឹងគាត់បាត់ថ្នាំរបស់គាត់កំពុងស្វែងរកនៅក្រោមក្រែឆ្ងល់ដល់កដោយុទ្ធនាបាត់ហើយ I lost my medicine where is it land អានថា land បើប្រែថាឲ្យខ្ចីអ្នកណាមានលុយឲ្យគេខ្ចីអ្នកនោះគេហៅ lender អូខេអញ្ចឹងឲ្យគេខ្ចីគឺ land អូខេផ្ទុយជាមួយនឹងពាក្យ borrow អានថា borrow បើប្រែថាខ្ចីឬក៏សុំខ្ចីអូខេអញ្ចឹង lend ឲ្យខ្ចី borrow សុំខ្ចីអូខេអញ្ចឹងខ្ចីនេះទាំងលុយក៏បានទាំងទ្រព្យសម្បត្តិឬក៏របស់របរផ្សេងទៀតក៏បានឲ្យខ្ចីឲ្យខ្ចីនិងខ្ចីដូចគ្នាអូខេអញ្ចឹង lend ឲ្យខ្ចីមានន័យថាឲ្យរបស់ទៅគេខ្ចី borrow មានន័យថាខ្ចីពីគេមកវិញអូខេអញ្ចឹង lend និង borrow គឺខុសគ្នាកន្លែងហ្នឹងមានអ្នកខ្លះច្រឡំពាក្យ lend និង borrow ប៉ុន្តែមិនអីទេថ្ងៃនេះយើងច្បាស់ហើយពាក្យ lend មានន័យថាឲ្យគេខ្ចី borrow បើប្រែថាសុំខ្ចីគេឬក៏ខ្ចីគេអូខេទាំងលុយក៏បានលុយកាក់ក៏បានទាំងទ្រព្យសម្បត្តិឬក៏របស់របរប្រើប្រាស់ក៏បានដូចក្នុងរូបភាពនេះឃើញតែមានខ្ចីលុយក៏បានខ្ចីប៊ិចក៏បានឲ្យខ្ចីលុយក៏បានឲ្យខ្ចីខ្មៅដៃក៏បាន